ហើយម្យ៉ាងទៀតកូនក៏ចាប់ផ្ដើមរៀនសូត្រពីលក្ខខណ្ឌសង្គមបែបងាយៗដូចជាដឹងថាសម្លេងខ្លាំងត្រូវអោបម៉ាក់ដឹងថាបើមានមនុស្សច្រើនចង្អៀតម៉ាក់ប៉ានឹងពដឹងថាមានរបស់ខ្លះមើលបានតែមិនចាំបាច់ចូលទៅលេងទេជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូននៅវីដេអូដែលនាំកូនបនរក្សាម្លេងសង្ក្រាន្តនៅខេត្តបាត់ដំបងកាលពីចូលឆ្នាំខ្មែរឆ្នាំ2025នេះឯងចាបងប្អូនអូនទៅតែបានម្លេងខេត្តបាត់ដំបងជាលើកទី1ពេលអូនមានអាយុ1ខួប3ខែនេះហើយខេត្តនេះដែរគឺជាស្រុកកំណើតរបស់ប៉ាអូនបានជួបយាយតាបងប្អូនអំពូមីងខាងប៉ាអូនច្រើនណាស់ហើយឥឡូវមកដល់លេងសង្ក្រាន្តពេលយប់ជាមួយម៉ាក់ប៉ាម៉ាក់យាយនិងបងជីដូនមួយរបស់អូនមកដល់ហ្នឹងអូនឃើញមនុស្សម្នាច្រើនណាស់ឃើញគេលេង concert ស្តង់លក់ទំនិញផ្សេងមានភ្លើងមនុស្សអ៊ូអរសើចសប្បាយរីករាយធ្វើឲ្យអូនរៀងប្លែកភ្នែកបន្តិចដែរដើរទៅមុខទៀតដល់ zone គេលេងទឹកហៅថាតំបន់ត្រជាក់ចិត្តចូលទៅត្រជាក់របស់គេមែនបងប្អូនតែគេអ្នកលេងទឹកហ្នឹងអត់ហ៊ានចេះទឹកដាក់យើងទេគេឃើញយើងមានកូនតូចគេយល់គេដឹងថាយើងគ្រាន់តែនាំកូនមកដើរលេងធម្មតាអត់លេងទឹកទេតែពេលអូនឃើញគេលេងចេះទឹកមើលទៅមុខអូនរៀងឆ្ងល់ដែរប្រហែលជាកំពុងតែគិតថាគេកំពុងធ្វើអីហ្នឹងគេកំពុងងូតទឹកមែនទោះអូនធ្វើមុខឆ្ងល់មែនតែក៏នៅញញឹមខ្លះព្រោះបានឃើញទស្សនវិជ្ជាមួយថ្មីទោះជាអត់ដឹងថាមនុស្សធំនាំគ្នាធ្វើអីតែអូននៅតែអាចកាត់ន័យយល់ថាគេកំពុងសប្បាយតាមរយៈភ្លើងពណ៌សម្លេងតន្ត្រីសម្លេងសើចសប្បាយពីមនុស្សជុំវិញខ្លួនសម្រាប់អូនចាត់ទុកថាជាពិភពធំទូលាយថ្មីមួយដ៏គួរឲ្យរំភើបហើយចាបងប្អូនកូននៅក្នុងវ័យនេះនៅមិនទាន់យល់ថាបន់ចូលឆ្នាំខ្មែរជាអីទេតែលេងសង្ក្រាន្តហ្នឹងអីគេតែខួរក្បាលរបស់កូនកំពុងតែរៀនសូត្រតាមរយៈការសង្កេតការមើលការស្ដាប់និងការទទួលដឹងបរិយាកាសជុំវិញខ្លួននៅក្នុងវ័យ1ខួប3ខែដោយកូនបនរក្សានេះជាវ័យដែលការវិវត្តផ្លាស់ប្ដូរលឿនណាស់មិនមែនគ្រាន់តែរាងកាយរឹងមាំជាងមុនដើរស្ទាត់ជាងមុនតែបេះដូងនិងខួរក្បាលរបស់កូនណាក៏បើកទទួលយកពិភពលោកច្រើនឡើងដែរកូននឹងចាប់ផ្ដើមចាប់អារម្មណ៍របស់ជុំវិញខ្លួនឡើងមិនមែនគ្រាន់តែមើលលយដូចនៅតូចជាងនឹងទេតែគឺមើលបែបតាំងចិត្តមើលហើយមើលទៀតមើលមនុស្សមើលភ្លើងពណ៌មើលការធ្វើចលនាដូចជានៅក្នុងកម្មវិធីសង្ក្រាន្តដែលមានភ្លើងពណ៌មានឆាកមានការសម្ដែងសិល្បៈមានភ្លេងមានមនុស្សច្រើនកូននឹងចាប់ផ្ដើមបែងចែកថាអ្វីជាសម្លេងមនុស្សអ្វីជាសម្លេងតន្ត្រីអ្វីជាការសម្ដែងហើយអ្វីជាការសប្បាយរីករាយទោះបីជាកូនទៅតែចេះនិយាយបានប៉ុន្មានម៉ាត់តែខួរក្បាលកូនកំពុងតែកត់ត្រាទិន្នន័យទាំងនោះគ្រប់ពេលសម្រាប់មនុស្សធំអាចមើលទៅថាជាភាពអ៊ូអរតែសម្រាប់ក្មេងនៅក្នុងវ័យនេះវាគឺជាថ្នាក់រៀនទំហំធំតែម្ដងហើយចាបងប្អូនមិនត្រឹមតែប៉ុណ្្នឹងទេកូននៅក្នុងវ័យនេះចាប់ផ្ដើមចេះសង្កេតទឹកមុខនិងអារម្មណ៍របស់អ្នកជុំវិញខ្លួនបើសិនអ្នកជុំវិញខ្លួនញញឹមសើចមានក្តីសុខកូននឹងមានអារម្មណ៍សុវត្ថិភាពនិងបន្ធូរអារម្មណ៍ទៅជាមួយដែរទាំងនេះសុទ្ធតែជាផ្នែកមួយក្នុងការជំរុញការអភិវឌ្ឍខួរក្បាលនិងអារម្មណ៍តាមបែបធម្មជាតិរបស់កូនបំផុតហើយម្យ៉ាងទៀតកូនក៏ចាប់ផ្ដើមរៀនសូត្រពីលក្ខខណ្ឌសង្គមបែបងាយៗដូចជាដឹងថាសម្លេងខ្លាំងត្រូវអោបម៉ាក់ដឹងថាបើមានមនុស្សច្រើនចង្អៀតម៉ាក់ប៉ានឹងពដឹងថាមានរបស់ខ្លះមើលបានតែមិនចាំបាច់ចូលទៅលេងទេព្រោះសម្រាប់យើងការនាំកូនដើរលេងមិនមែនមានន័យថាត្រូវធ្វើគ្រប់យ៉ាងដោយមនុស្សធំឡើយតែគឺជាការជ្រើសរើសអ្វីដែលស័ក្តិសមនឹងវ័យរបស់កូនជាទីបំផុតហើយទាំងអស់នេះមិនមែនការចេញពីការបង្រៀនដោយពាក្យសម្ដីឡើយតែការចេញពីការដែលកូនស្ថិតនៅក្នុងស្ថានភាពពិតជាក់ស្ដែងដែលមានម៉ាក់ប៉ានៅក្បែរជាគ្រឹះនៃសុវត្ថិភាពកូនហើយអ្វីដែលសំខាន់ខ្លាំងនោះគឺទោះបីជាយើងមិនបានឲ្យកូនលេងទឹកមិនបាននាំឲ្យទៅទឹកខ្លួនតែការនាំកូនឲ្យមកឃើញវប្បធម៌ប្រពៃណីរបស់យើងបានឃើញមនុស្សម្នាមកប្រមូលផ្ដុំគ្នាបានឃើញស្នាមញញឹមសម្លេងសើចសប្បាយរឿងទាំងនេះជួយបណ្ដុះបណ្ដាលអារម្មណ៍នៃការចងចាំរបស់កូនជាមួយគ្រួសារនិងឫសគល់វប្បធម៌តាំងពីក្មេងវ័យវាជាការប្រាប់កូនដោយមិនចាំបាច់និយាយថានេះគឺស្រុកកំណើតប៉ានេះគឺអ្នកខេត្តរបស់ប៉ាសម្រាប់ពួកយើងការដើរលេងសង្ក្រាន្តឆ្នាំនេះនៅបាត់ដំបងអ្វីត្បិតតែមិនបានលេងទឹកមិនបានទៅទឹកខ្លួនមិនបានសប្បាយហឹកហាក់បែបកំឡោះកំមុំដោយការពីមិនទាន់មានកូនក៏ពិតមែនតែភាពសប្បាយរីករាយក៏មិនបានបាត់ទៅណាឡើយវាគ្រាន់តែបដូរទម្រង់តែប៉ុណ្ណោះតែជាការសប្បាយបែបអ្នកមានកូនតូចខ្លាចជាក្តីសុខបែបសាមញ្ញកក់ក្ដៅនិងពោពេញទៅដោយអត្ថន័យខ្លាំងឡើងរាល់ឆ្នាំហើយដំណើរកម្សាន្តមួយនេះគឺជាការចងចាំតូចធ្វើឲ្យយើងញញឹមបានគ្រប់ពេលដែលត្រឡប់ទៅមើលម្ដងទៀត